មានអ្នកសួរខ្ញុំច្រើនថាឡានចកោតស្ដាំអញ្ចឹងស្រួលបើកដែរអត់ពីព្រោះនៅស្រុកខ្មែរយើងប្រកាន់ស្ដាំតែតម្រូវឲ្យយើងវ៉ាខាងឆ្វេងដៃសម្រាប់អ្នកដែលគាត់អត់ធ្លាប់បើកចកោតស្ដាំគាត់តែងតែគិតថាចកោតស្ដាំគឺពិបាកបើកជាងចកោតឆ្វេងឆ្ងាយជាពិសេសពេលឡើងវ៉ាម្ដងគាត់តែងតែគិតថាតើតែយើងឡើងមកទូខ្លួនអស់បានយើងអាចមើលផ្លូវខាងឆ្វេងដៃយើងថាមានឡានមកអត់បើសម្រាប់គេឆ្កោតឆ្វេងគេងាកតែបន្តិចគេអាចមើលឃើញបានឆ្ងាយក្នុងករណីដូចផ្លូវជាតិលេខ5មានទ្រុងផ្លូវបែងចែកទិសជាពីរផ្សេងគ្នាហ្នឹងវាអត់ជាបញ្ហាចោតទេតែក្នុងករណីដូចផ្លូវជាតិលេខ4វាអត់មានទ្រុងផ្លូវបែងចែកអញ្ចឹងតើត្រូវបើករបៀបម៉េចហើយយើងត្រូវឡើងវ៉ារបៀបម៉េចហើយសម្រាប់ខ្ញុំផ្ទាល់គឺដោយសារខ្ញុំកាន់ចកោតស្ដាំមកយូរឆ្នាំហើយអញ្ចឹងខ្ញុំថ្នឹកជាមួយចកោតស្ដាំខ្ញុំគិតថាចកោតស្ដាំស្រួលជាងបើកជាងចកោតឆ្វេងព្រោះខ្ញុំនៅជាមួយវាខ្ញុំដឹងថាតិចត្រូវបើករបៀបម៉េចចុះសម្រាប់បងប្អូនដែលកាន់ស្ដាំគិតថាស្រួលបើកឬក៏ពិបាក